hạt ấy chăm bạch thầy tại chặt skin booster chia skin booster mỗi đài mình miên cái pra tràn thế mền thế skin boosterទាំងពីរប្រភេទហ្នឹងគឺជា top one of the world ដូចគ្នាដែរ Belotero Revive គ្រប់គ្រូពេទ្យផ្នែកសម្ផស្សក៏ដូចជាគ្រូពេទ្យផ្នែកឯកទេសស្បែកលោកស្គាល់ Belotero Revive ហ្នឹងច្បាស់ខ្លាំងមែនទែនតែម្ដងBelotero Revive top one របស់ពិភពលោកហើយមាន UFDA សុវត្ថិភាពពេញលេញ 100% តែម្ដងអត់មានកត្តាហានិភ័យណាមួយទេប៉ុន្តែបើទោះបីជាវាសុវត្ថិភាពពេញលេញ 100% ប៉ុន្តែនៅក្នុងវិស័យវិទ្យាសាស្ត្រយើងអត់ដែរប្រើពាក្យថា 100% ទេបាទប៉ុន្តែសុវត្ថិភាពខ្ពស់ខ្លាំងតែម្ដងមួយវិញទៀតតាក់ទងជាមួយនឹង Profilo ក៏ល្បីខ្លាំងដែរជាពិសេសបងប្អូនដែលធ្លាប់ទទួលយកនៅសេវាកម្មថែរក្សាសម្ផស្សឬមួយក៏វិទ្យាសាស្ត្រសម្ផស្សនៅបណ្ដាប្រទេសជឿនលឿនដូចជាសិង្ហបុរីស្គាល់ Profilo នឹងខ្លាំងមែនទែនស្គាល់ច្បាស់ខ្លាំងមែនទែនពីរនឹងខុសគ្នារបៀបម៉េចនៅក្នុង Belotero Revive active ingredient សំខាន់មាន2យ៉ាងបើតាមលោកគ្រូចាំបានទី1មាន hyaluronic acid មានតួនាទីនៅក្នុងការផ្ដល់សំណើមដល់ស្បែក Profilo គឺផ្ដោតសំខាន់ទៅលើ HA អញ្ចឹងបន្ទាប់ពីចាក់ហើយគឺស្បែកមានសំណើមខ្ពស់ខ្លាំងមែនទែនតែម្ដងគឺប្លែកខ្លាំងហ្មងបាទប្លែកខ្លាំងជាទូទៅបើសិនជាបងប្អូនរបស់យើងគាត់មានកម្មវិធីពិសេសហ្មងណាបាទបើសិនជាបងប្អូនរបស់យើងគាត់មានកម្មវិធីពិសេសដូចជាកម្មវិធីមង្គលការផ្ទាល់ខ្លួនកម្មវិធីមង្គលការបងប្អូនសាច់ញាតិជិតស្និទ្ធអីដែលគាត់ត្រូវការសម្រស់របស់គាត់ស្អាតខ្លាំងកំឡុងពេលកម្មវិធីគឺលោកគ្រូណែនាំ Belotero Revive ចាក់មួយខែម្ដងឲ្យបាន4ដងគឺស្អាតខ្លាំងយ៉ាងតិចបំផុតក៏3ដងដែរបាទហើយគាត់អាច maintenance វារៀងរាល់6ខែម្ដងឬក៏1ឆ្នាំម្ដងដាក់ជីបន្ថែមទៀតឬក៏មួយឆ្នាំទៅ2ឆ្នាំម្ដងចាំអញ្ជើញមកដាក់ជីនៅពេលដែលយើងសម្គាល់ឃើញថាស្បែករបស់យើងចាប់ផ្ដើមមានសភាពស្អាតមិនភ្លឺទេក៏យើងអាចចាក់បានផ្ទុយទៅវិញចំពោះ Profilo លោកគ្រូណែនាំសម្រាប់បងប្អូនដែលគៀកអស់រដូវនិងក្រោយការអស់រដូវជាពិសេសចាប់ពីអាយុ40-45ឆ្នាំឡើងទៅចាក់ម្ដងប្រសិទ្ធភាពរបស់វាអាច overlap បានរយៈពេល6ខែអញ្ចឹងលោកគ្រូ recommend ពីម្ដងទៅម្ដងយ៉ាងតិចបំផុត6ខែបាទចា Mega Bell Clinic Cambodia